សំឡឹងទៅកាន់តែយូរមើលទៅកាន់តែឆ្ងាយអស់បណ្ដាចុងរុក្ខជាតិទាំងឡាយក៏កាន់តែតូចល្អិតប្រមូលផ្ដុំជាប់គ្នាជិតសន្តានប្រដូចបានទៅនឹងកំរាលព្រំបៃតងពីបខ្ពស់ដោយកន្លែងពប្រាស់គ្នាតែនឹងខ្សែពពកអណ្ដែតវែងអន្លាយហើយក៏អាចនឹងឃើញច្បាស់ម្ដងម្កាលកាលបើមានហ្វូងសត្វស្លាបធំហើរកាត់ពីលើស្ថិតតាមជួររបងដែលគេដាំបង្គោលខាងចងដោយបន្ទះឫស្សីជាជួរបន្តបន្ទាប់កម្ពស់ប្រមាណជាត្រឹមចង្កេះមានដោយវល្លិផ្កាប្លែករុំតោងរីកកញ្ចុំស្គុះស្គាយចោលក្លិនក្រអូបឈួលពពួកស្រមោចខ្មៅជាច្រើនក្បាលប្រទះឃើញកំពុងវាបន្តកន្ទុយគ្នាជាខ្សែវែងលើរបងខំតោងទាញចំណីល្អិតល្អោចសំដៅចុះទៅដប់ព្រៃស្មៅខាងក្រោមក្បែរពពួកខ្យងភ្នំធំក៏កំពុងវាដកកយឺតឆ្ពោះតម្រង់ទៅខាងមុខមិនដឹងជាពេលណាទៅដល់ទីបញ្ចប់នឹងគោលដៅមុននឹងព្រះអាទិត្យបានលិចទៅក៏អាចនៅមើលឃើញគ្នាច្បាស់ក៏ប្រទះឃើញវត្តមានមនុស្សប្រុសស្រីមួយចំនួនទំនងជាអ្នកភូមិក្បែរស្លៀកពាក់ក្នុងរបៀបជាជនជាតិដើមភាគតិចសភាពដូចដែលបានឃើញកាលពីធ្វើដំណើរមកតាមផ្លូវបានដើរដោយជើងទទេស្ពាយកន្ត្រកកាផាក្រោយខ្នងពេញដោយបន្លែត្រីសាច់និងរបស់របរមួយចំនួនទៀតមកជុំគ្នាដាក់បង្ហាញទៅកាន់ម្ចាស់ផ្ទះភ្ជាប់ដោយភាសារដើមស្ដាប់មិនបានប៉ុន្តែក៏អាចកាត់យល់ស្មានបានថាគេទំនងជាកំពុងនិយាយតថ្លៃឬស្នើលក់នៅរបស់ដែលរកបានមកពីព្រៃត្បិតថាស្ដាប់ពុំសូវយល់នៅពាក្យពេចន៍សម្ដីប៉ុន្តែបើក្រឡេកទៅមើលទឹកមុខរបស់ពួកគេទាំងប្រុសទាំងស្រីគឺពោពេញទៅដោយស្នាមញញឹមនិងភាពរួសរាយរាក់ទាក់ហើយមិនយូរប៉ុន្មានម្ចាស់ផ្ទះក៏បានមកទទួលទិញយកនៅរបស់របរបន្លែត្រីសាច់ទាំងអស់នោះមួយចំនួនធំទុំរួចទើបពួកគេធ្វើដំណើរចេញត្រឡប់ទៅវិញអស់ទៅលុះប្រមាណជាង1ម៉ោងក្រោយបន្ទាប់ក្លិនឈ្ងុយប្រហើរនៃសម្លស្លអាំងឆាក៏បានភាយសាយចេញមកពីផ្ទះបាយខាងក្រោយនាំឲ្យក្មេងៗដែលអង្គុយលេងនៅខាងក្រៅចាប់ផ្ដើមលាន់មាត់និយាយគ្នានិងទស្សទាយនៅឈ្មោះម្ហូបទាំងឡាយនោះទៅវិញទៅមកទន្ទឹមឯក្មេងខ្លះទៀតក៏ទើបនឹងក្រោកស្លៀកពាក់ឈុតគេងឬជាឈុតខោអាវវែងដើម្បីការពារពីភាពរងាត្រជាក់បន្ទាប់ពីងូតទឹករួចក៏សង្កេតឃើញមានផ្សែងសហុយរសាត់ចេញពីបែកម្ខាងនៃចំហៀងផ្ទះបែបជាមាននរណាម្នាក់បានដុតភ្នក់ឲ្យឆេះដង្គមឡើងដើម្បីបង្អើលមូសឬក្នុងគោលបំណងអ្វីមួយផ្សេងទៀតដែលយើងមិនដឹងច្បាស់មិនយូរប៉ុន្មានម្ហូបអាហារមួយចំនួនធំត្រូវបានគេលើកជញ្ជូនចេញមករៀបដាក់នៅលើតុជាបណ្ដើរមានសម្លស្ងោរចៀនឆាឈ្ងុយប្រហើរដូចទៅនឹងការទីទុកដោយមានទាំងសាច់អាំងគ្រប់មុខនៅក្តៅរួមទាំងមើមដំឡូងត្រាវសណ្តែកក្រហមបង្អែមទឹកនិងគ្រាប់ធញ្ញជាតិក្រៀមមួយចំនួនទៀតក៏ត្រូវបានរៀបទុកដាក់នៅជ្រុងម្ខាងដោយឡែកដូចជាគ្រាប់ស្វាយចន្ទីគ្រាប់ល្ពៅលីងជាដើមក្រឡេកមើលទៅបរិយាកាសជុំវិញខ្លួនកាលពេលមេឃនៅថ្ងៃរៀងភ្លឺមកដំបូងហាក់ពុំសូវជាចាប់អារម្មណ៍ក៏ទើបតែពេលដែលមេឃចាប់ផ្ដើមងងឹតក៏យល់នៅអំពូលពងមាន់ទាំងខ្សែពណ៌ក្រហមដែលត្រូវបានគេចងព្យួរបន្តោងបង្កប់នៅតាមបង្គាប់មែកឈើនីមួយដើម្បីបំភ្លឺផ្លូវប៉ុន្តែក៏ប្រហែលជាពុំទាន់គ្រប់គ្រាន់ទើបឃើញមានការដុតបន្ថែមនៅភ្លើងគប់ជាច្រើនដើមផ្សេងទៀតស៊ីតដោតនៅតាមដើមឈើជុំវិញបរិវេណផ្ទះនេះលុះអាហារត្រូវបានជញ្ជូនមករៀបចំទុកដាក់រួចរាល់កម្មវិធីទទួលទានក៏បានចាប់ផ្ដើមឡើងយ៉ាងសប្បាយរីករាយដោយម្នាក់
អាចដួសចាប់យកតាមចិត្តនៅចំណែកអាហារណាក៏បានដែលខ្លួនចង់ញ៉ាំក្មេងខ្លះទំពាឡើងញោកមាត់ក្មេងខ្លះក៏ញ៉ាំមួយក្មេងខ្លះកាន់ចានដួសចាប់យកតែប្រភេទបន្លែរួចដើរទៅអង្គុយញ៉ាំម្នាក់ឯងស្ងាត់ខណៈដែលក្មេងខ្លះឃើញដួសចាប់យកតែបង្អែមដាក់ចានបន្តិចញ៉ាំបង្ហាញទឹកមុខគួរឲ្យឆ្ងាញ់ខ្លាំងទំនងបែបជាប្រហែលពុំធ្លាប់បានស្គាល់នៅរសជាតិនេះពីមុនមកកាលបើម៉ោងកាន់តែដើរទៅមុខយប់កាន់តែរៀងជ្រៅបរិយាកាសក៏កាន់តែត្រជាក់សន្សើមក៏ចាប់ផ្ដើមធ្លាក់លាយឡំជាមួយនឹងផ្សែងអាប់បានមករុំស្រោបបាំងបិទជុំវិញទីធ្លានៃផ្ទះបុរាណនេះទាំងមូលចាំងឆ្លោះជាមួយនឹងភ្លើងគប់រាប់សិបដើមកំពុងបក់រវិចតាមកម្លាំងចំណូលរាត្រីទន្ទឹមនឹងអាហារក៏ត្រូវបានញ៉ាំច្រើនស្កប់ស្កល់ក្រោយកន្លងទៅជាង1ម៉ោងក្រោយបន្ទាប់សំឡេងភ្លេងដ៏សែនរលុងលន្លោចដែលបានលាន់ឮរសាត់មកតាំងតែពីបានមកដល់ដំបូងក៏នៅតែឮល្វើយបន្តនាដើមរាត្រីដ៏ស្ងាត់សូន្យទំនងជាគេចាក់ដោយម៉ាស៊ីនប្រគំដើម្បីកំដរអារម្មណ៍ពេលសម្រាកទទួលទានអាហារនិងសម្រាកកាយឯលើមេឃរំពឹងថានឹងអាចស្រឡះឃើញដួងផ្កាយប៉ុន្តែកាន់តែយប់ឃើញតែដុំពពកខ្មៅអន្លាយបាំងបិទព្រះច័ន្ទនិងតារាទាំងឡាយសល់តែពន្លឺស្រទុំលាយឡំនឹងស្នាមភ្លេចបន្ទូលព្រាកជាបន្តបន្ទាប់ខ្យល់បក់ម្ដងផាត់ពំនាំចំហាយរងាត្រជាក់មកប៉ះសាច់ព្រឺសម្បុរស្បែកខណៈរុក្ខជាតិទាំងឡាយក៏យល់យករង្គើមេឃជំរុះទាំងស្លឹកទាំងផ្កាត្រៀបត្រាធ្លាក់គរនៅខាងក្រោមតាមគល់នីមួយផ្សែងអាប់បានរុំស្រោបទីធ្លាទាំងមូលឲ្យមើលសឹងតែមិនច្បាស់សូម្បីតែទិដ្ឋភាពក្បែរខ្លួនដល់ថ្នាក់ពន្លឺគោមភ្លើងដែលគេព្យួរលម្អនៅលើផ្ទះក៏យល់តែស្រមោលព្រាលយល់យកទៅមកតិចទង្គិចគ្នាដោយកណ្ដឹងជួងលាន់សំឡេងណៃណងពីរោះចម្លែកតាមផ្នែកជ្រុងនៃប្រឡោះព្រៃខ្លះគេក៏អាចឃើញស្រឡះយល់ដល់តំបន់វាលទំនាបដែលស្ថិតនៅតាមជម្រាលដីខាងក្រោមមានដោយពន្លឺភ្លើងទាំងតូចទាំងធំបន្តគ្នាដែលអាចទំនងជាភូមិស្រុកនៃប្រជាជនរស់នៅតាមភូមិសាស្ត្រនីមួយស្ថិតក្នុងចំណោមអ្នកដែលបានមកចូលរួមអង្គុយទទួលទានអាហារដែរនោះក៏សង្កេតឃើញមានតែលោកតាម្នាក់ប៉ុណ្ណោះដែលមិនពិសាដូចគេឯងគឺគាត់រីករាយនឹងត្រឹមតែកាន់ស៊ុំប៉ាន់ចាក់ទឹកតែក្តៅទៅក្នុងកែវថ្មតូចមួយពិសាក្រេបអស់ពីមួយពែងចូលមួយពែងទៀតក្មេងៗហាក់សប្បាយចិត្តនឹងតាមសម្លឹងមើលទៅគាត់ព្រោះតែប្លែកភ្នែកទៅនឹងសន្តានពុកមាត់សវែងក្រាស់ជាពិសេសគឺលងជក់ចិត្តដិតអារម្មណ៍និងទ្រង់ត្រាប់ស្ដាប់នៅប្រសាសន៍និយាយលេងដ៏ប៉ិនប្រសប់របស់គាត់ក្រោយវេលាបាយដ៏ឆ្ងាញ់ពិសាគាត់ប្រហែលជាសាច់ញាតិនឹងម្ចាស់ផ្ទះដែលបានមករស់នៅទីនេះផ្ទាល់បើតាមអាស្រ័យពិនិត្យលើរបៀបស្លៀកពាក់បែបបុរាណរួមនឹងសម្ភារៈប្រើប្រាស់ដូចជាឈើច្រត់ខ្សីជក់និងវត្ថុមួយចំនួនទៀតនៅជាប់នឹងខ្លួនក្រៅតែពីមានទេពកោសល្យនៃពាក្យសម្ដីបន្ថែមលើនោះគឺកាយវិការដោយការធ្វើជើងធ្វើដៃបង្ហាញនៅទស្សនីយភាពយ៉ាងអស្ចារ្យយោងទៅតាមសាច់រឿងដែលគាត់កំពុងតែនិយាយដំណាលប្រាប់ទៅកាន់ក្មេងៗក៏កាន់តែញ៉ាំងឲ្យបរិយាកាសក្រោយបាយคล้ายទៅជារោងកុនគ្មានរូបមួយយល់តែសំឡេងក៏អាចតាក់ទាញចិត្តក្មេងៗជាច្រើនអ្នកឲ្យបានមកអង្គុយលូនក្រាបដេកផ្អៀងត្រចៀកស្ដាប់គាត់យ៉ាងយកចិត្តទុកដាក់តើរឿងនិទានមុនគេងរបស់ក្មេងៗនោះមានអត្ថន័យយ៉ាងណាទើបអាចអន្តោងអារម្មណ៍ពួកគេអាចឲ្យចំហមាត់ស្ដាប់ឡើងសឹងតែមូសហាលចូលបាន
វិលត្រឡប់ចូលទៅកាន់សម័យដើមនៃអតីតកាលដ៏យូរលង់មួយមានសេចក្តីដំណើរតគ្នាមកច្រើនអំពីប្រវត្តិនៃក្រុមមនុស្សដែលអាចរាប់ថាជាភូមិឬជាសហគមន៍ដ៏អាចកំបាំងនិងមានទីតាំងស្ថិតនៅតាមជួរជាយដែននៃអរិយប្រទេសក្នុងដងព្រៃដ៏សែនជ្រៅរហូតកម្រនឹងងាយមានមនុស្សខាងក្រៅណាបានទៅដល់វាលែងតែជាអ្នកដែលមានរបរដើរឬជិះរទេះគោផ្សងព្រេងរាប់ខែថ្ងៃដើម្បីរកឬវល្លិឈើធ្វើជាថ្នាំរកឃ្មុំឬវត្ថុមានតម្លៃផ្សេងទៀតឆ្លងកាត់ក្រំថ្មភ្នំល្អាងជ្រោះវាលធំតូចទើបក្រែងនឹងអាចបានជួបប្រទះក្រុមពួកគេបានម្ដងម្កាលដោយចៃដន្យ